មួយរយៈចុងក្រោយនេះឃើញថា HR គាត់ចាប់ផ្ដើម viral មែនទែនអំពីការ complain ទៅឬក៏ post អំពីសីលធម៌របស់ candidate បេក្ខជននៅក្នុងបណ្ដាញសង្គមជាពិសេសនៅក្នុង TikTok ជាដើមតែគាត់តែងតែលើកនិយាយឡើងអំពីភាពអសីលធម៌របស់បេក្ខជនដែលដាក់ពាក្យសុំបម្រើការងារក៏ប៉ុន្តែថាតើ HR មានចំណុចអសីលធម៌ឬក៏ខ្វះសីលធម៌វិជ្ជាជីវៈក្រុមសីលធម៌វិជ្ជាជីវៈក្នុងការអនុវត្តការងារដែរឬអត់បែរជាមានបងប្អូនច្រើនកំពុងតែឆ្ងល់ហើយចង់ដឹងថាវាមានករណីបែបហ្នឹងអត់មានកាលណាតែមានបេក្ខជនអសីលធម៌ប្រកាសជាមានមិនមានសីលធម៌ក្រុមសីលធម៌វិជ្ជាជីវៈប្រកាសជាមាន HR អត់មានក្រុមសីលធម៌វិជ្ជាជីវៈខ្ពស់ដូចតែគ្នាទេក៏ប៉ុន្តែប្រហែលជាបងប្អូនខ្លះប្រហែលជាអត់ទាន់ជួបឬក៏អត់ទាន់ដឹងអីចឹងជាដើមហ្នឹងទៅការដែលបង្ហាញថា HR មិនមានក្រុមសីលធម៌វិជ្ជាជីវៈខ្ពស់ក្នុងការជ្រើសរើសឬក៏បំពេញតួនាទីរបស់ខ្លួនជា HR មានដូចជាការចាប់ផ្ដើមសន្ទនាទៅកាន់បេក្ខជនតាមរយៈ Telegram ឬក៏ Messenger អីជាដើមអញ្ចឹងដោយ question សួរនាំទៅកាន់បេក្ខជនរាល់អ្វីដែលខ្លួនចង់ដឹងហើយខ្លួនមិនបានឆ្លើយតបទៅវិញនៅពេលដែលបេក្ខជនខំចំណាយពេលវេលាក្នុងការឆ្លើយតបចប់សពគ្រប់រួចរាល់គ្រប់ចំនួនដែលខ្លួនចង់បានហើយបែរជាចូលមើលហើយមិនតបទៅវិញរយៈពេល 2-3 ថ្ងៃយ៉ាងទៅប៉ុន្តែក្នុងនាមជា HR ប្រសិនបើគិតអំពីក្រុមសីលធម៌វិជ្ជាជីវៈគួរតែឆ្លើយតបក្នុងកម្រិតណាមួយឧទាហរណ៍ថាប្រសិនបើมันអាចទាន់សម្រេចចិត្តបាននៅពេលដែលទំនាក់ទំនងគួរតែសុំការពិភាក្សាជាមួយ line manager របស់ខ្លួនឬក៏ head department របស់ខ្លួនដោយ inform ផ្ដល់ព័ត៌មានទៅកាន់បេក្ខជនវិញដូចជាឲ្យធ្វើការរងចាំសិនធ្វើការពិភាក្សាសិនអានេះជាក្រុមសីលធម៌មួយដើម្បីរក្សាកេរ្តិ៍ឈ្មោះក្រុមហ៊ុនផងហើយបេក្ខជនក៏គេយល់ដែរនៅពេលដែលការសន្ទនាភ្លាមជាមួយបេក្ខជនមិនអាចផ្ដល់នៅព័ត៌មានចាំបាច់ឬក៏ការសម្រេចចិត្តណាមួយភ្លាមឬក៏ការណាត់ជួបអីជាដើមអញ្ចឹងបេក្ខជនគេក៏យល់ដែរក៏ប៉ុន្តែបើសិនបើHR ខ្លួនឯងនេះចូលមើលហើយរាប់ថ្ងៃ 2-3 ថ្ងៃហើយមិនមានការឆ្លើយតបឬក៏មាន feedback អីមួយណាមួយទៅកាន់បេក្ខជនគឺជារឿងដែលអសីលធម៌បំផុតហើយវាមិនបានបង្ហាញពីតម្លៃនៅរបៀបធ្វើការងារឬក៏ប៉ះពាល់ទៅដល់ក្រុមហ៊ុនខ្លួនដែរអញ្ចឹងហើយជា HR គួរតែពិចារណាឡើងវិញដើម្បីកុំឲ្យមានបញ្ហានេះចំពោះខ្លួនដែរអរគុណច្រើន